ដំណោះស្រាយករណីសម្បត្តិអត្រាកូលដ្ឋានពុំចុះអក្សរឡាតាំងការដាក់ពាក្យស្នើសុំបញ្ជូនអក្សរឡាតាំងនៅក្នុងបញ្ជីអត្រាកូលដ្ឋានសម្បត្តិកំណើតសម្បត្តិបញ្ជាក់កំណើតសម្បត្តិអាពាហ៍ពិពាហ៍សម្បត្តិមរណភាពសម័យខ្លួនត្រូវភ្ជាប់ឯកសារមកជាមួយឯកសារអត្រាមូលដ្ឋានច្បាប់ដើមឯកសារដែលមានអក្សរឡាតាំងដូចជាអត្តសញ្ញាណប័ណ្ណខ្មែរកាតបន្ត្រីរាជការសញ្ញាបត្រកាតសិស្សនិស្សិតឬឯកសារផ្សេងៗដែលមានអក្សរឡាតាំងសម័យខ្លួនឬអាណាព្យាបាលឬញាតិដែលរស់នៅក្នុងផ្ទះជាមួយអាចមកដាក់ពាក្យស្នើសុំបញ្ចូលអក្សរឡាតាំងក្នុងបញ្ជីអត្រាមូលដ្ឋានរបស់ខ្លួននៅជារៀងរាល់ម៉ោងធ្វើការនៅទីតាំងដូចខាងក្រោមនាយកដ្ឋានអត្រាកូលដ្ឋាននៃអគ្គនាយកអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃដែលមានស័យដ្ឋាននៅផ្លូវជាតិលេខ1សង្កាត់ខណ្ឌពីរតខណ្ឌច្បារអំពៅរាជធានីភ្នំពេញតមុខវរីពេងហួតបឹងស្នោ2សាលាក្រុងស្រុកខណ្ឌនៃទីតាំងដែលបញ្ជីអត្រាកូលដ្ឋានរបស់សម័យខ្លួនដែលបាននឹងកំពុងរក្សាទុក